ដែលមនុស្សមិនទាន់មានអ៊ីនធឺណិតពួកគាត់តែងតែធ្វើការស្រាវជ្រាវព័ត៌មានផ្សេងៗដោយការអានសៀវភៅអានកាសែតមើលទូរទស្សន៍ឬក៏ស្ដាប់វិទ្យុជាដើមដោយការធ្វើបែបនេះគឺពិតជាចំណាយពេលយ៉ាងច្រើនទៅលើការស្វែងរកអត្ថបទនៅលើទីផ្សារឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកយើងប៉ុន្តែនៅពេលដែលមានវត្តមានអ៊ីនធឺណិតមនុស្សក៏បានផ្លាស់ប្ដូរមកជាអានអត្ថបទនៅលើ website ដូច្នេះហើយធីមរបស់ពួកយើងក៏បានបង្កើតជាប្រភេទ blog website មួយដែលមានឈ្មោះថា ReadKA ReadKA ជាបណ្ដុំនៃព័ត៌មាននិងចំណេះដឹងជាច្រើនដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរកព័ត៌មានដែលពួកគាត់ចង់ដឹងឲ្យបានកាន់តែលឿននិងកាន់តែលម្អិតនិងស្គាល់អំពី mentor និង member បើសិនជាលោកអ្នកចង់បង្កើតអត្ថបទផ្ទាល់ខ្លួននោះលោកអ្នកត្រូវតែចាំបាច់បង្កើត account ជាមុនសិនមាន account ផ្ទាល់ខ្លួនហើយនោះលោកអ្នកអាចផ្លាស់ប្ដូរ profile របស់លោកអ្នកទៅតាមចំណង់ចំណូលចិត្តជាពិសេសទៀតនោះលោកអ្នកក៏អាចបង្កើតជាប្រភេទ bio បានផងដែរការបង្កើតអត្ថបទផ្ទាល់ខ្លួនវិញលោកអ្នកអាចជ្រើសរើសរូបណាមួយដើម្បីដាក់ជា cover ហើយលោកអ្នកក៏អាចសរសេរចំណងជើងដ៏ទាក់ទាញណាមួយបន្ទាប់មកលោកអ្នកគ្រាន់តែជ្រើសរើសប្រភេទអត្ថបទរបស់លោកអ្នកជំហានបន្ទាប់លោកអ្នកគ្រាន់តែសរសេរនិងបញ្ចូលនឹងអត្ថន័យទៅដល់អ្នកអានដែលលោកអ្នកចុចប៊ូតុង public នោះ blog របស់លោកអ្នកវាចូលទៅកាន់ home page របស់ ReadKA នេះទៅទៀតលោកអ្នកក៏អាច save តួ blog ដែលលោកអ្នកពេញចិត្តចូលទៅកាន់ profile របស់លោកអ្នកបានផងដែរពួកអត្ថបទដែលលោកអ្នកបានបង្កើតរួចរាល់លោកអ្នកក៏អាចធ្វើការ edit និង delete បានផងដែរនៅពេលដែលលោកអ្នកចុចប៊ូតុង edit ចំពោះអត្ថបទលោកអ្នកអាចផ្លាស់ប្ដូរទៅតាម style និងថែមអក្សរទៅតាមអ្វីដែលលោកអ្នកចង់កែហើយលោកអ្នកក៏អាចធ្វើការ preview មើលរាល់អ្វីដែលលោកអ្នកបានសរសេរបានផងដែរអ្នកចង់លុបនៅអត្ថបទដែលលោកអ្នកបានបង្កើតរួចរាល់គ្រាន់តែចុចទៅលើ menu រួចយកពាក្យ delete នោះជាការស្រេចដោយការសង្កេតឃើញរបស់ពួកយើងអ្នកអានពួកគាត់តែងតែចំណាយពេលជាច្រើនទៅលើការអាននៅពីមុខ computer និងទូរស័ព្ទជាច្រើនម៉ោងដូច្នេះហើយខាង ReadKA ក៏បានបង្កើតមុខងារមួយដែលហៅថា Dartboard ដើម្បីងាយស្រួលក្នុងការអាននិងជួយកាត់បន្ថយបញ្ហា